អ្នកជាប់ឃុំដោយប្រើសិទ្ធិមានការកើនឡើងខ្ពស់បំផុតដែលមិនធ្លាប់មានចំនួនអ្នកជាប់ឃុំដោយសារភាពសកម្មនិយមឬការបញ្ចេញមតិរបស់អ្នកទាំងនោះមានការកើនឡើងយ៉ាងខ្លាំងក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះដោយយោងតាមព័ត៌មានដែលត្រូវបានចងក្រងដោយអង្គការ Liga do នៅខណៈដែលអាជ្ញាធរកំពុងតែសកម្មក្នុងការចាប់ខ្លួនសកម្មជននយោបាយអ្នកសារព័ត៌មានសមាជិកសហជីពនិងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនអ្នកក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេសក្រោមបទចោទមួយចំនួនដែលពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិរបស់ពួកគេមានការកើនឡើងរហូតដល់131នាក់គិតត្រឹមខែមេសាហើយបន្តកើនឡើងរហូតដល់ខែសីហាឆ្នាំនេះគេហទំព័រអ្នកជាប់ឃុំដោយប្រើសិទ្ធិរបស់អង្គការ Liga do បានកត់ត្រាការឃុំខ្លួនទៅលើប្រជាពលរដ្ឋមួយចំនួនក្រោមបទចោទជាច្រើនដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយភាពសកម្មនិយមនិងការបញ្ចេញមតិរបស់អ្នកទាំងនោះក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះអ្នកដែលត្រូវបានចាប់ចោទប្រកាន់និងឃុំខ្លួនទាំងនោះរួមមានសមាជិកនិងសកម្មជនគណៈបកជំទាស់សកម្មជនការពារសិទ្ធិដីធ្លីនិងបរិស្ថានសមាជិកនិងសកម្មជនសហជីពអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមចំនួននិងព័ត៌មានផ្សេងទៀតស្ដីពីអ្នកជាប់ឃុំដោយប្រើសិទ្ធិនៅលើគេហទំព័រនេះគឺជាព័ត៌មានមួយផ្នែកនៃករណីរំលោភសិទ្ធិមនុស្សដែលត្រូវបានចងក្រងតាមដាននិងចេញផ្សាយដោយអង្គការ Liga do ក្រោយពេលទទួលបានការយល់ព្រមពីសមីខ្លួននិងក្រុមគ្រួសាររបស់ពួកគេនេះមានន័យថាព័ត៌មាននៅក្នុងគេហទំព័រខាងលើនេះមិនបានបង្ហាញអំពីចំនួនអ្នកចាប់ខ្លួនឃុំខ្លួននិងតំណាងឲ្យរូបភាពទាំងមូលនៃការរដ្ឋបတ်របស់អាជ្ញាធរទៅលើសេរីភាពក្នុងការបញ្ចេញមតិនិងជួបជុំនោះទេនៅក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះមានព្រឹត្តិការណ៍ធំៗចំនួន2បានកើតឡើងពាក់ព័ន្ធនឹងការចាប់ខ្លួនចោទប្រកាន់និងឃុំខ្លួនប្រជាពលរដ្ឋដ៏ច្រើនព្រឹត្តិការណ៍ទី1គឺការចាប់ខ្លួននិងឃុំខ្លួនប្រជាពលរដ្ឋជិត100នាក់កាលពីឆ្នាំ2024ពាក់ព័ន្ធនឹងការបញ្ចេញមតិឬការប្រមូលផ្ដុំគ្នាតវ៉ារឿងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍកម្ពុជាឡាវវៀតណាម CLVDTA មនុស្សមួយចំនួនត្រូវបានអាជ្ញាធរដោះលែងវិញក្រោយពេលត្រូវបានឃាត់ខ្លួននិងឃុំខ្លួនអស់រយៈពេលប៉ុន្មានថ្ងៃឬប៉ុន្មានសប្តាហ៍ឬប៉ុន្មានខែនៅក្នុងប៉ុស្តិ៍នគរបាលនិងពន្ធនាគារហើយមនុស្សមួយចំនួនទៀតត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារក្នុងរយៈពេលដ៏យូរព្រឹត្តិការណ៍ទី2គឺចាប់តាំងពីមានការប៉ះទង្គិចដោយអាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅពាក់កណ្ដាលឆ្នាំ2025មកអាជ្ញាធរបានចាប់ផ្ដើមយុទ្ធនាការមួយដ៏ធំដោយបង្ក្រាបនិងចាប់ខ្លួនប្រជាពលរដ្ឋជាច្រើនអ្នកពាក់ព័ន្ធនឹងការបញ្ចេញមតិនិងទស្សនៈអំពីជម្លោះនៅតាមព្រំដែនកម្ពុជាថៃនៅលើបណ្ដាញសង្គមសេរីភាពក្នុងការបញ្ចេញមតិការជួបជុំនិងការប្រមូលផ្ដុំត្រូវបានការពារដោយរដ្ឋធម្មនុញ្ញទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋយ៉ាងច្រើនដែលបានអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេដោយអហិង្សាតែងតែត្រូវបានចាប់ខ្លួនចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដែលមានអត្ថន័យស្រពេចស្រពិលដូចជាបទល្មើសញុះញង់ប្រមាថនិងរួមគំនិតក្បត់ដែលបទល្មើសទាំងនោះអាចឲ្យពលរដ្ឋទាំងនោះជាប់ក្នុងពន្ធនាគាររហូតដល់10ឆ្នាំបទចោទប្រកាន់ទាំងនេះត្រូវបានប្រើប្រាស់ម្ដងហើយម្ដងទៀតដើម្បីបំបិទសម្លេងសកម្មជនដែលរួមមានទាំងសមាជិកទាំង5នៃសកម្មជនចលនាមេដាធម្មជាតិអ្នកទាំង5ត្រូវបានតុលាការផ្ដន្ទាទោសពីបទរួមគំនិតក្បត់ក្រោយពេលដែលអ្នកទាំងនោះបានធ្វើការតស៊ូមតិដោយអហិង្សាពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថានចុងក្រោយបំផុតគឺបទចោទប្រកាន់ធ្វើឲ្យខូចទឹកចិត្តកងទ័ពនិងបទប្រគល់ឲ្យរដ្ឋបរទេសនៅព័ត៌មានជាអាចដែលអាចធ្វើឲ្យអន្តរាយការការពារជាតិត្រូវបានប្រើប្រាស់ទៅលើប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានជាច្រើនអ្នកដែលបានបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហាព្រំដែនក្រោយពេលត្រូវបានចាប់ខ្លួនសកម្មជនម្នាក់អាចនឹងប្រឈមមុខនឹងការឃុំខ្លួនបណ្ដោះអាសន្នរយៈពេលយូរហើយអាចផ្ដន្ទាទោសដាក់ពន្ធនាគារដែលមានរយៈពេលច្រើនឆ្នាំពន្ធនាគារមួយចំនួននៅក្នុងប្រទេសត្រូវបានសាធារណជនចាត់ទុកថាជាពន្ធនាគារដែលមានភាពចង្អៀតណែនបំផុតក្នុងពិភពលោកនៅកម្ពុជាមកទល់បច្ចុប្បន្ននេះជំរើសទណ្ឌកម្មផ្សេងទៀតជំនួសឲ្យការឃុំខ្លួនក្នុងពន្ធនាគារដូចជាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននិងការអនុវត្តទោស
សការងារសហគមន៍មិនទាន់ត្រូវបានតុលាការប្រើប្រាស់ទូលំទូលាយនៅឡើយទេជាលទ្ធផលភាពចង្អៀតណែនដ៏រ៉ាំរ៉ៃនៃពន្ធនាគារកាន់តែបង្កកើនឡើងយ៉ាងគំហុកគិតត្រឹមខែមិថុនាឆ្នាំ2026ពន្ធនាគារចំនួន19កន្លែងដែលអង្គការលីកាដូធ្វើការងារជាមួយមានអត្រាដាក់ជនជាប់ឃុំជាមធ្យមរហូតដល់352%ការកើនឡើងភាពចង្អៀតណែននៃចំនួនជនជាប់ឃុំបានបង្កើនការប្រឈមកាន់តែខ្លាំងលើសេវាគ្រឿងបរិក្ខារចាំបាច់សម្ភារៈនិងធនធានដែលកំពុងប្រឈមនឹងបញ្ហានេះស្រាប់នៅក្នុងពន្ធនាគារនៅក្នុងពន្ធនាគារមួយចំនួនមិនអាចផ្ដល់នូវតម្រូវការមូលដ្ឋានគ្រប់គ្រាន់សម្រាប់ជនជាប់ឃុំដូចជាអាហារគ្រប់គ្រាន់ទឹកស្អាតសម្រាប់ប្រើប្រាស់និងកន្លែងសម្រាប់គេងក្នុងបន្ទប់ឃុំថ្មីនេះក្រុមសិទ្ធិមនុស្សអន្តរជាតិបានរាយការណ៍ថាយ៉ាងតិចណាស់មានសកម្មជននិងសមាជិកគណៈបកជំទាស់ចំនួន140នាក់ត្រូវបានគេបង្ខំឲ្យសារភាពកំហុសនិងសុំទោសជាសាធារណៈដើម្បីគេចផុតពីការគំរាមកំហែងនានាអ្នកជាប់ឃុំដោយប្រើប្រាស់សិទ្ធិចំនួន30នាក់បន្ថែមទៀតត្រូវបានចងក្រងដោយអង្គការលីកាដូនៅក្នុងរយៈពេល6ខែដើមឆ្នាំ2026នេះដែលក្នុងនោះរួមមានសកម្មជនអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្ដាញសង្គមអ្នកទាំងនោះរួមមានអតីតព្រះសង្ឃជាវុធីអាយុ27ឆ្នាំដែលត្រូវបានចាប់ខ្លួនកាលពីខែមេសាពាក់ព័ន្ធនឹងការបញ្ចេញមតិអំពីដំណោះស្រាយចំពោះជនភៀសសឹកដោយសារចំនួនព្រំដែននិងអ្នកស្រីហែមច័ន្ទនីអតីតមន្ត្រីគណៈបកសង្គ្រោះជាតិដែលកំពុងអនុវត្តទោសពន្ធនាគារចំនួន7ឆ្នាំក្រោយពេលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែមេសាដូចគ្នាការចាប់ខ្លួននិងចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌចំពោះការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានមានការកើនឡើងយ៉ាងខ្លាំងនៅខណៈពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កំពុងខិតជិតមកដល់ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការទទួលបាននូវសុវត្ថិភាពនៅពេលបញ្ចេញមតិឬទស្សនៈរបស់អ្នកទាំងនោះនៅពេលចូលរួមក្នុងសកម្មភាពនយោបាយនិងនៅពេលអ្នកទាំងនោះអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួនដោយមិនមានការភ័យខ្លាចពីការចាប់ខ្លួនឬឃុំខ្លួនក្នុងពន្ធនាគារអាជ្ញាធរត្រូវតែដោះលែងអ្នកជាប់ឃុំដោយប្រើប្រាស់សិទ្ធិចំនួន118នាក់គិតត្រឹមថ្ងៃទី14ខែសីហាឆ្នាំ2026ដោយឥតលក្ខខណ្ឌនិងជាបន្ទាន់ហើយតុលាការគួរពិចារណាទម្លាក់ចោលបទចោទប្រកាន់ទាំងអស់តុលាការក៏គួរតែទម្លាក់ចោលនៅបទចោទប្រកាន់ជាច្រើនដែលកំពុងនៅមានចំពោះសកម្មជននិងសមាជិកគណៈបកជំទាស់ដែលបច្ចុប្បន្នកំពុងនៅក្រៅឃុំការបញ្ចេញមតិការប្រមូលផ្ដុំដោយអហិង្សានិងការចូលរួមក្នុងសកម្មភាពនយោបាយមិនមែនជាបទល្មើសព្រហ្មទណ្ឌនោះទេ